ទិញតកួនមួយបាច់$10ធ្វើបាន2មុខអញ្ចឹងយកដើមទៅស្លហើយយកស្លឹកមកឆាអានេះគឺខ្ញុំឆាស្លឹកតកួនណាបងប្អូនហើយយើងនៅនេះគឺយើងអត់ចោលទេស្លឹកតកួនយើងនៅស្រុកខ្មែរយើងចោលតែនៅនេះអត់សូវសម្បូរតកួនអញ្ចឹងស្លឹកក៏ញ៉ាំដែរកុំឲ្យខាតវានៅអាចុងដើមតិចតិចអញ្ចឹងទៅខ្ញុំឆាអាដើមហ្នឹងមុនសិនដើម្បីកុំឲ្យស្លឹកហ្នឹងវាលលួយជ្រុលពេកអញ្ចឹងណាអញ្ចឹងយើងឆាអាដើមហ្នឹងឲ្យវាឆ្អិនមកសន្លប់មុនសិនចាំយើងដាក់ស្លឹកតាមក្រោយហើយខ្ញុំឆានេះខ្ញុំដាក់រ៉ូឌីបន្តិចដាក់ស្ករបន្តិចហើយនឹងប្រេងខ្យងបន្តិចហើយបងប្អូនចង់ថែមអំបិលក៏បានដែរប៉ុន្តែខ្ញុំអត់ថែមទេខ្ញុំយកទៅញ៉ាំជាមួយនឹងទឹកម្រេចទៀតអញ្ចឹងអាតកួននេះគឺអត់ដូចតកួនយើងនៅស្រុកខ្មែរបងប្អូនតកួននៅស្រុកខ្មែរតកួនឆ្លក់ទឹកគឺល្អហើយផុយតែមួយផ្លេតគឺហើយអានេះគឺរៀងចំណាយពេលបន្តិចដោយសារតែវារៀងរឹងជាងតកួនយើងនៅស្រុកខ្មែរបងប្អូនអញ្ចឹងដល់ពេលដែលយើងដាក់វាឲ្យឆ្អិនមកសន្ទុះសិនចាំយើងដាក់ស្លឹកតកួនមកតាមក្រោយហើយស្លឹកតកួនហ្នឹងយើងត្រឡប់ចឹងទៅបើសិនជាបងប្អូនខ្លះគាត់ដាក់ទឹកតែសម្រាប់ខ្ញុំអត់ដាក់ទឹកទេអញ្ចឹងយើងត្រឡប់ចឹងទៅអានឹងវាទន់ខ្លួនឯងហើយហ្នឹងហើយបើសិនជាបងប្អូនចង់យកទៅឆាជាមួយនឹងសាច់ក៏បានស្អីក៏បានដែរស្រេចតែចំណូលចិត្តបងប្អូនអញ្ចឹងយើងធ្វើតាមមកត្រឡប់ពីត្រឡប់តែប៉ុណ្នេះគឺវាហើយសម្រាប់ស្លឹកតកួនហើយកុំភ្លេចលាងឲ្យស្អាតណាបងប្អូនបើសិនជាបងប្អូនលាងអត់ស្អាតទេខ្លាចវារាកវាអីចឹងណា